រូបមន្តរចំនួនអាយុនៅក្នុងកម្មវិធី Excel បាទឧទាហរណ៍ថាអ្នកដែលកើតឆ្នាំ1995ស្មើនឹងអាយុ31បាទ98ស្មើនឹង28ឆ្នាំបាទអញ្ចឹងនៅពេលដែលអ្នកទាំងគ្នាវាយថ្ងៃខែឆ្នាំកណ្ដាលទៅគឺវាបង្ហាញចំនួនអាយុបាទដែលខ្លួនឯងដែលយើងប្រើរូបមន្តអញ្ចឹងរូបមន្តអ្នកទាំងគ្នាវាយសញ្ញាស្មើមកប្រើរូបមន្ត date if បាទទៅសេរីរបស់ខ្ញុំអញ្ចឹង date if ហើយយើងទៅចាប់យកតម្លៃ date of birth ថ្ងៃខែឆ្នាំកណ្ដាលហើយក្បៀសមួយយើងប្រៀបធៀបមួយ today បាទវាយរូបមន្ត today មកហើយបិទបើកមុខកញ្ចក់ផងបាទក្បៀសមួយដាក់សញ្ញា double quote ហើយយើងចង់បង្ហាញអាយុអ្នកទាំងគ្នាវាយអក្សរ y year បាទមានន័យអក្សរ y ហ្នឹងគឺ year ហើយបិទវងកញ្ចក់ enter មកបាទអញ្ចឹងវានឹងបង្ហាញចំនួនអាយុឲ្យឃើញអញ្ចឹងវាយកថ្ងៃឆ្នាំ1995ប្រៀបធៀបមួយពេលបច្ចុប្បន្ន today ហ្នឹងបាទអញ្ចឹងវាដកតាមហ្នឹងហើយអញ្ចឹងវាឃើញចំនួនអាយុអីបាទតែតើអ្នកចង់វាយឆ្នាំ1000ប្រហែលគឺវាបង្ហាញអាយុប៉ុណ្្នឹងហើយដាក់95គឺឃើញ31ឃើញទេបាទហើយបើចង់ឲ្យបង្ហាញទាំងអស់អ្នកទាំងនេះគាត់ទាញវាចុះក្រោមមកបាទវាបង្ហាញតម្លៃដោយខ្លួនឯងឃើញទេអញ្ចឹងបើសិនជាអ្នកទាំងនេះចង់ធ្វើតារាងបុគ្គលិកបាទហើយចង់រាប់ចំនួនអាយុអីអ្នកទាំងនេះគាត់មានថ្ងៃខែឆ្នាំកណ្ដាលយើងអាចប្រើរូបមន្ត date if ហ្នឹងរកចំនួនអាយុឃើញហើយបាទក្នុង Excel បាទសូមអរគុណ